ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើនំ cookie ដែលមានរសជាតិប្លែកល្បែកបងប្អូនណាចានំនេះគឺថាមានរសជាតិឆ្ងាញ់បងប្អូនចាឥឡូវនេះនាងខ្ញុំមកបេះផ្លែល្បែកសិនបងប្អូនណាចាល្បែកផ្ទះនាងខ្ញុំមានពីរប្រភេទចាប្រភេទមួយគឺថាប្រភេទផ្លែធំធំបងប្អូនណាចាទុំអឺស្រួយល្អចំណែកប្រភេទមួយនេះដែលនាងខ្ញុំមានមកធ្វើ cookie គឺជាផ្លែល្បែកតូចៗបងប្អូនណាចាទុំពណ៌រៀងលឿងចាហើយល្បែកនេះអត់សូវស្រួយបងប្អូនពេលណាទុំទៅរៀងទន់ណាចាដូច្នេះខ្ញុំក៏បានបេះល្បែកនឹងហើយយកមកលាងទឹកបងប្អូនណាចាល្បែកហ្នឹងគឺថាបងប្អូនត្រូវយកល្បែកណាដែលថាទុំយកបងប្អូនបានមកធ្វើឆ្ងាញ់ណាចានេះល្បែកទុំយកគឺថារៀងចៃបងប្អូនគឺថាធំប៉ុនក្អូបហើយទន់ណាបងប្អូនណាចាហើយចំណែកដែលថាតបៃដែលតន់ទុំគឺថានៅរៀងពណ៌បៃតងបន្តិចហើយតើស្អីក្អូបបងប្អូនដូច្នេះបងប្អូនត្រូវរើសតបៃណាដែលថាទុំញោបងប្អូនណាចាត្របែកដែលទុំញោគឺថានេះខ្ញុំបានយកកំបិតមកចិត្តក្បាលចិត្តកន្ទុយចេញហើយទៅក៏បានពុះជាពីរបងប្អូនណាចាការធ្វើ cookie នេះគឺថាតម្រូវយកផ្លែតបៃដែលថាទុំញោបងប្អូនបានធ្វើឲ្យ cookie មានរសជាតិឆ្ងាញ់ណាចាបន្ទាប់ពីបានចិត្តរួចហើយគឺថានាងខ្ញុំបានឆ្កឹះយកគ្រាប់ចេញបងប្អូនណាចាដូច្នេះនាងខ្ញុំបានចិត្តហើយក៏បានឆ្កឹះយកគ្រាប់ចេញទាំងអស់ព្រោះបើយើងដាក់គ្រាប់ទៅធ្វើឲ្យនំយើងវារឹងបងប្អូនណាចាដូច្នេះបងប្អូនត្រូវតែយកគ្រាប់ចេញចាបន្ទាប់ពីបានយកគ្រាប់ចេញហើយខ្ញុំក៏បានយកផ្លែតបៃហ្នឹងយកមកកិននៅក្នុង food processor បងប្អូនណាផ្លែត្របែកនេះគឺនាងខ្ញុំបានកិនឲ្យម៉ត់បងប្អូនណាចាដើម្បីយើងយកមកញ៉ាំទៅគឺថាមានរសជាតិកាន់តែឆ្ងាញ់បងប្អូនបន្ទាប់ពីនាងខ្ញុំកិនផ្លែត្របែករួចហើយនាងក៏បានយក unsalted butter យកមកដាក់ក្នុងឆ្នាំងហើយបើកភ្លើងតិចៗដើម្បីឲ្យ butter នោះរលាយបងប្អូនណាចាបន្ទាប់មកទៀតនាងក៏បានប្រើ all purpose flour ចំនួន2ខាប់បងប្អូនណាហើយនាងក៏បានរេយម្សៅនឹងផងដែរនាងខ្ញុំបានដាក់ baking soda ចំនួន1ស្លាបព្រាកាហ្វេអំបិលកន្លះស្លាបព្រាកាហ្វេហើយស្ករចំនួន1ខាប់បងប្អូនណាចាដូច្នេះនាងខ្ញុំក៏បានកូរគ្រឿងទាំងអស់ឲ្យបានចូលគ្នាហើយបន្តមកទៀតនាងខ្ញុំក៏ប្រើ vanilla flavor ចំនួនកន្លះស្លាបព្រាកាហ្វេនាងខ្ញុំបានដាក់ពងមាន់ចំនួន1គ្រាប់បងប្អូនណាហើយបន្តមកទៀតនាងក៏បានយកផ្លែតបែកកិនហ្នឹងចំនួន1ខាប់បងប្អូនហើយនាងក៏បានចាក់ទឹកbutter ហ្នឹងចំនួនកន្លះខាប់ចូលហើយទៅក៏បានច្បល់គ្រឿងទាំងអស់ហ្នឹងចូលគ្នាបងប្អូនណាចាបន្ទាប់មកទៀតគឺថានាងខ្ញុំក៏បានយក oatmeal ចំនួន1ខាប់ហើយនឹងគ្រាប់ pecan ចំនួន1ខាប់បងប្អូនយកមកដាក់វាដុតណាបងប្អូនណាចាមុនដំបូងគឺថានាងខ្ញុំដាក់ដុតចំនួន3នាទីសិនបងប្អូនណាបន្ទាប់ពីបានដុតចំនួន3នាទីរួចហើយនាងក៏បានកូរពីក្រោមមកលើពីលើមកក្រោមបងប្អូនហើយក៏បានដុតចំនួន3នាទីទៀតបងប្អូនចានៅពេលដុតរួចហើយគឺថាធំប៉ុនឈ្ងុយបងប្អូនចានេះគឺរូបរាងដែលថានាងខ្ញុំបានដុតរួចហើយរូបរាងចេះបងប្អូនណាចាចំណែកផ្លែ pecan ហ្នឹងគឺថាពេលណាដុតរួចហើយគឺថានាងខ្ញុំបានយកមកបំបែកជាតូចៗបងប្អូនដើម្បីស្រួលយើងញ៉ាំចាបន្តមកទៀតថានាងខ្ញុំយកអូតមៀលហើយនិង pecan ហ្នឹងមកដាក់នៅក្នុងម្សៅក៏បានច្បល់ម្សៅនឹងជាមួយគ្នាឲ្យបានចូលសព្វល្អបងប្អូនណាចាហើយនាងខ្ញុំក៏បានយកថាសមួយព្រមទាំងដាក់ parchment paper បងប្អូនដើម្បីកុំឲ្យជាប់នំយើងណាចា parchment paper ហ្នឹងគឺថាបងប្អូនត្រូវយកខាងរលោងដាក់នៅខាងលើហើយខាងក្រោមដាក់នៅខាងក្រោមបងប្អូនណាគឺថាដាក់អញ្ចឹងគឺថានំយើងអត់ជាប់ទេបងប្អូនចារលោងនៅខាងលើចាដូច្នេះនាងខ្ញុំក៏បានយកម្សៅហ្នឹងចំនួន1ស្លាបព្រាបាយបងប្អូនណាដាក់នៅលើ parchment paper ហ្នឹងបងប្អូនចាដូច្នេះបងប្អូនត្រូវដាក់ម្សៅហ្នឹងកុំឲ្យចិត្តគ្នាពេកបងប្អូនពេលណាយើងដុតនំទៅនំយើងនឹងរីកបងប្អូនណាចាព្រោះយើងប្រើ baking soda ធ្វើឲ្យនំយើងរីកចាដូច្នេះកុំឲ្យដាក់ចិត្តគ្នាធ្វើឲ្យនំយើងជាប់អត់សូវស្អាតទេបងប្អូនចាដូច្នេះបងប្អូនត្រូវដាក់ចន្លោះណាចានាងខ្ញុំបានដាក់ម្សៅរហូតទាល់តែពេញមួយថាសរបស់នាងខ្ញុំបងប្អូនហើយនាងខ្ញុំក៏បានបើក oven ហ្នឹង preheat ចំនួន400 Fahrenheit បងប្អូនណាចានៅពេល oven របស់នាងខ្ញុំបានដល់កម្ដៅ400 Fahrenheit ហើយ
គឺនាងខ្ញុំបានយកម្សៅគុកគីរបស់នាងខ្ញុំយកមកដុតចំនួន11ទៅ12នាទីបងប្អូនណាចាឥឡូវនេះគឺថានំនេះខ្ញុំបានឆ្អិនឲ្យបងប្អូនរយៈពេល11នាទីនេះគឺថាឃើញពណ៌ល្អបងប្អូនណាចាបន្ទាប់មកទៀតនាងក៏បានយកគុកគីទាំងអស់នោះមកដាក់នៅលើបន្ទះដែកដែលថាមានរុនណាបងប្អូនណាចានេះគឺជាម្សៅដែលនៅសល់បងប្អូនចាដូច្នេះនាងក៏បានយកម្សៅទាំងអស់នោះមករៀបនៅលើ packing paper ហើយយកមកដុតដែរបងប្អូនណាចាគឺថាធ្វើដូចនាងខ្ញុំធ្វើដូចពីលើកមុនជាងឯងបងប្អូនចាបន្ទាប់ពីឆ្អិនរួចហើយនាងខ្ញុំក៏បានយកចេញមកក៏ដាក់នៅលើបន្ទះដែកដែលថាមានប្រហោងនឹងដែរបងប្អូនណាដើម្បីឲ្យ cookie នឹងបានទន់ល្អបងប្អូនវាអត់រីកណាចាឥឡូវនេះ cookie របស់ខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនចាគឺថាសាច់នឹងទន់ហើយទៅធំក្លិនផ្លែតបែកនឹងឈ្ងុយល្អបងប្អូនចាឥឡូវសូមជ័យបងប្អូនមកសាកញ៉ាំជាមួយនឹងខ្ញុំបងប្អូនណាចាដូច្នេះនេះខ្ញុំសូមអរគុណបងប្អូនចាដែលបានតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមដល់ចប់ចាជម្រាបលា